សូមស្វាគមន៍មកកាន់ The Breaking Point រុស្ស៊ីបញ្ជាឲ្យបិទស្ថានកុងស៊ុលប៉ូឡូញនៅស៊ីបេរីឆ្លើយតបនឹងចំនួនការបំផ្លិចបំផ្លាញផ្លូវដែកប្រភពពីរយតថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025កាលពីថ្ងៃប្រហបត្តិប្រទេសរុស្ស៊ីបានបញ្ជាឲ្យប៉ូឡូញបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងអ៊ីគុតស្កនៃតំបន់ស៊ីបេរីដើម្បីជាការសង្សឹកចំពោះការសម្រេចចិត្តរបស់វ៉ារសាវ៉ាដែលបានបិទស្ថានកុងស៊ុលរុស្ស៊ីចុងក្រោយបង្អស់នៅក្នុងប្រទេសប៉ូឡូញបន្ទាប់ពីមានការផ្ទុះផ្លូវដែកដែលត្រូវបានចោទប្រកាន់ទៅលើទីក្រុងម៉ូស្គូប្រទេសប៉ូឡូញដែលជាអតីតសមាជិកកិច្ចព្រមព្រៀងវ៉ារសាវ៉ាហើយបានចូលរួមក្នុងសម្ព័ន្ធយោធា NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ1999បាននិយាយថាជនជាតិអ៊ុយក្រែន2នាក់ដែលធ្វើការឲ្យទីក្រុងម៉ូស្គូគឺជាអ្នកនៅពីក្រោយការផ្ទុះកាលពីដើមខែនេះនៅលើខ្សែផ្លូវដែកដែលតភ្ជាប់ទីក្រុងវ៉ារសាវ៉ាទៅកាន់ព្រំដែនអ៊ុយក្រែននាយករដ្ឋមន្ត្រីប៉ូឡូញលោកដូណាល់ទូកបាននិយាយថាការផ្ទុះនេះគឺជាទង្វើបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមកហើយសេវាពិសេសរបស់ប៉ូឡូញបាននិយាយថាផាស្តាងបានចង្អុលបង្ហាញថាទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ីជាអ្នកនៅពីក្រោយទង្វើនេះទីក្រុងម៉ូស្គូបានបដិសេធរឿងនេះដោយនិយាយថាកម្រិតនៃភាពអយុត្តិធម៌សម្រាប់ជនជាតិរុស្ស៊ីគឺខ្ពស់ណាស់នៅក្នុងទ្វីបអឺរ៉ុបដែលធ្វើឲ្យខ្លួនត្រូវបានគេចោទប្រកាន់ជាទម្លាប់ចំពោះឧបទ្ទហេតុណាមួយដោយគ្មានភស្តុតាងណាមួយត្រូវបានបង្ហាញឡើយក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញលោកគ្រីសេស្តូហ្វក្រាជេវស្គីហើយបានប្រគល់លិខិតមួយទៅគាត់ដោយពន្យល់ថាស្ថានកុងស៊ុលអ៊ីគុតស្កនឹងត្រូវបិទចាប់ពីថ្ងៃទី30ខែធ្នូដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់វ៉ារសាវ៉ាដែលបានបិទស្ថានកុងស៊ុលនៅដានស្កក្រសួងការបរទេសបាននិយាយថាការកាត់បន្ថយវត្តមានកុងស៊ុលរុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញក្រោមលេខដែលគ្មានមូលដ្ឋានគឺជាជំហានអារិភាពនិងមិនសមហេតុផលដោយចំហរបស់ថ្នាក់ដឹកនាំប៉ូឡូញទីក្រុងម៉ូស្គូបាននិយាយថាខ្លួនចង់ចេញសេចក្តីរំលឹកថាការវាយប្រហារណាមួយលើរុស្ស៊ីនឹងបង្កឲ្យមានការឆ្លើយតបយ៉ាងសមរម្យនិងឈឺចាប់ប៉ូឡូញបាននិយាយថាខ្លួនមិនឃើញមានមូលដ្ឋានណាមួយសម្រាប់ការបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងអ៊ីគុតស្កនោះទេលោកម៉ាស៊ីយេវេវីអអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានថាយើងទទួលយកការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកការយល់ព្រមនេះទោះបីជាយើងជឿថាគ្មានមូលដ្ឋានសម្រាប់រឿងនេះក៏ដោយព្រោះវាមិនមែនជាប៉ូឡូញដែលកំពុងរៀបចំអំពើភេរវកម្មនៅក្នុងប្រទេសរុស្ស៊ីនោះទេលោកបាននិយាយថាមានបុគ្គលិក3នាក់នៅស្ថានកុងស៊ុលហើយពួកគេនឹងចាក់ចេញពីរុស្ស៊ីនៅដំណាច់ខែក្រោយ